បងសុំសួរមួយអសិចពុនពេញឆ្នាំហើយនឹងពុនមិនពេញឆ្នាំខុសគ្នាបែបណាបាទបើសិនជាយើងសម្រាប់បើយើងមើលតាមរូបរាងគឺវាដូចតែគ្នាបងប្អូនគ្នាពុនគឺស្ថិតនៅលើกระดาษពុនបងប្អូនគ្នាដែលយើងធ្វើបាទអញ្ចឹងពេលយើងចង់ថាម៉ូតូនឹងពុនពេញឆ្នាំតើយើងសួរអ្នកលក់ឬក៏សួរម្ចាស់គេផ្ទាល់ហ្មងបានដឹងរឿងបាទសម្រាប់យើងមើលផ្ទាល់ផ្ទៃយើងមើលអត់ដឹងទេបងប្អូនគ្នាជីតាមផ្លូវយើងថាម៉ូតូអត់ពុនឬមានពុនមិនគ្រប់ឆ្នាំក៏យើងមើលដឹងដែរបងប្អូនគ្នាតែសម្រាប់ក្នុងกระดาษពុនគឺគេបញ្ជាក់ថាមានលេខសេរៀនកូដនៅជាប់នឹងកម៉ូតូហើយនឹងមាននឹងกระดาษពុនគេដាក់ឆ្នាំអញ្ចឹងហ្មងអញ្ចឹងបងប្អូនគ្នាយើងត្រូវចេះមើលម៉ូតូថាម៉ូតូនេះ07ឬក៏08អញ្ចឹងយើងត្រូវមើលថាម៉ូតូ08តែយើងមើលនេះបងប្អូននេះគេមើលកន្លែងនេះបើសិនជាអានឹងដាក់08ហើយកระดาษពុនដាក់06 05អានឹងគេហៅថាខុសពុនឯងបងប្អូនគ្នាពុនអត់ពេញឆ្នាំអីបាទសម្រាប់បើសិនជាយើងដាក់របស់យើង08នេះមានលេខតួលេខអីនេះហើយនឹងកកនេះបងប្អូនគ្នាបើសិនជាលេខតួនឹងហើយកระดาษពុននឹងវាត្រូវគ្នាអានឹងហៅពុនពេញឆ្នាំបាទហើយសម្រាប់អានេះចឹងបាទហ្នឹងហើយបងប្អូនគ្នាសម្រាប់អានេះវាមានតួលេខកូដសេរៀងរបស់វាអានេះបងប្អូនដឹងថានេះ07បាទអញ្ចឹងกระดาษពុនគឺវាដាក់07នេះបងប្អូននេះម៉ូតូជប៉ុនបាទអានេះម៉ូតូជប៉ុនបាទម៉ូតូជប៉ុនហើយបើសិនជាម៉ូតូហ្នឹងពុនពេញឆ្នាំយើងមើលกระดาษពុនដែលគេដាក់លើហ្នឹងអញ្ចឹងបើយើងមើលទៅរូបរាងគឺយើងអត់ដឹងថាម៉ូតូហ្នឹងពុនពេញឬក៏ពុនអត់ទេបាទភាសារូបរាងដូចគ្នាអញ្ចឹងបើចង់ដឹងយើងសួរម្ចាស់គេតែម្ចាស់គេប្រាប់ទេបងប្អូនគ្នាបាទសម្រាប់អានេះពុនពេញឆ្នាំតែញមកគឺ07គឺពុនពេញឆ្នាំហើយអានេះគឺ08ពុនពេញឆ្នាំម៉ូតូអត់ពុនអត់ជីទេបាទខ្ញុំអត់ចូលចិត្តទេខ្ញុំចូលចិត្តជីពុនពេញឆ្នាំព្រោះវាស្រួលទៅណាយើងសុវត្ថិភាពយើងទំនុកចិត្តខ្លួនឯងបាទអញ្ចឹងបងប្អូនគ្នាចូលរួមជីម៉ូតូមានពុនរបស់គ្នាបាទ